จัตตารธรรมีวัฏทันโตធម៌គឺពុទ្ធពរទាំងឡាយ4ប្រការគឺអាយុក៏សូមឲ្យញាតិញោមជាពុទ្ធបរិស័ទប្រកាសណាជាម្ចាស់គ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងទីនេះមានអាយុយឺនយូរសុខៈសុខទាំងកាយសប្បាយទាំងចិត្តពលៈកម្លាំងមួមមួនឃ្លឺខ្លាពុទ្ធពរទាំងឡាយ4ប្រការនេះវត្តថន្តោចូលចម្រុងចម្រើនកើតមានដល់លោកម្ចាស់ញាតិញោមករណាជាម្ចាស់គ្រប់ព្រះអង្គឲ្យបានសពការសពវេលាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះព្រះជុំកែវទាំង3គឺមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពកោតក្រែងស្មើដោយជីវិតនៃអង្គខ្ញុំមកកណានិងសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈនវភិក្ខុសាមណេរទាំងអស់ដែលមានប្រវត្តិមាននៅក្នុងទីនេះផងដែរតតនន្តរាំងទេសេសាមិតតីបន្តភ្ជាប់អំពីធ្វើបទនមស្ការនេះទៅក៏តម្រូវដល់អង្គខ្ញុំមកកណាអាត្មាសម្ដែងនៅព្រះសទ្ធម្មទេសនាតែមុននឹងសម្ដែងទៅហើយក្រែងលោអាត្មាភាពសម្ដែងទៅក៏មានការលើសលួសខ្វះខាតបាត់អក្ខរព្យញ្ជនៈភាសាបាលីស្រាយសេចក្តីបំភ្លឺអត្ថាធិប្បាយត្រង់ចំណុចឯណានីមួយមិនបានក្បោះក្បាយទៅតាមទឹកចិត្តទឹកប្រតិរបស់ញាតិញោមជាម្ចាស់ក៏សូមញាតិញោមជាម្ចាស់ទាំងអស់ករណាជាម្ចាស់ទាំងអស់ធ្វើការខន្តីអព្យាស្រ័យដល់អង្គខ្ញុំមកកណាផងសូមអនុមោទនាអញ្ចឹងលំដាប់បន្តតភ្ជាប់អំពីបទនមស្ការនេះទៅអាត្មាភាពក៏សូមលើកយកធម៌មកសម្ដែងដែលប្រពចំពោះពិធីបុណ្យ7ថ្ងៃដើម្បីឧទ្ទិសជូនចំពោះឧបាសកក៏ដែលបានធ្វើការលនិច្ចកម្មទៅកាលពីថ្ងៃប៉ុន្មានខាងលើនេះដោយរោគគាពៀតក្នុងជនមាយុប្រមាណ70 វស្សាដោយកម្មវិធីនេះត្រូវបានប្រពធ្វើនៅគេហដ្ឋានរបស់លោកឧបាសិកាករដែលស្ថិតនៅខុងអង្កាញ់ស្រុកព្រៃកបាស់ខេត្តតាកែវដោយមានអ្នកផ្ដាំបុណ្យមានដូចជាកូនចៅប្រុសស្រីឈ្មោះនៅក្នុងក្រដាសនេះច្រើនអាត្មាអានមិនអស់ទេហើយច្រើនបងចឹងដោយនេះគឺជាការបង្ហាញនៅសេចក្តីទុក្ខយ៉ាងក្រៀមក្រំរបស់កូនចៅប្រុសស្រីទាំងអស់ដែលបានបាត់បង់នៅណាលោកឪពុកជាទីស្រឡាញ់ស្មើដោយកែវភ្នែកស្មើដោយជីវិតរបស់ខ្លួនពលញាតិញោមជាពុទ្ធបរិស័ទទាំងអស់នៅក្នុងថ្ងៃនេះផងដែរញាតិញោមធ្វើយ៉ាងណាក៏ដោយសូមកាត់ចិត្តកាត់ថ្លើមព្រោះថាសង្ខារធម៌ទាំងឡាយព្រះអង្គបានសម្ដែងហើយថាមិនទៀងធម៌ទាំងឡាយមានជួបមានព្រាត់មានជួបមានបែកមិនមានរបស់ណានិមលដែលជួបហើយមិនបែកនោះទេมันមានទេញាតិញោមសំបីតែថ្ងៃនេះអញ្ចឹងញាតិញោមបានជួបជាមួយនឹងលោកម្ចាស់គ្រប់ព្រះអង្គជួបជាមួយនឹងអាត្មាប៉ុន្តែអាចនឹងបែកគ្នាទៅវិញមែនអត់ញាតិញោមជួបไปលើហ្នឹងកំពុងតែជួបហើយប៉ុន្តែបន្តិចទៀតទៅបែកគ្នាវិញហើយក៏បែកគ្នាអញ្ចឹងធម៌ទាំងឡាយมันមានណាឯណានិមលដែលថាជួបមិនបែកនោះទេអញ្ចឹងបានព្រះអង្គសម្ដែងអំពីត្រៃលក្ខធម៌ទាំងឡាយដែលមិនអាចបង្កប់បញ្ជាបានញាតិញោមត្រៃលក្ខធម៌ហ្នឹងគឺជាធម៌ដែលពិចារណានៅក្នុងសច្ចភាពនៅក្នុងជីវិតយើងនឹងទុក្ខំអនិច្ចំអនត្តាទុក្ខំអនិច្ចំអនត្តាធម៌ទាំងឡាយជាអនិច្ចតាធម៌បានសេចក្តីថាជាធម៌ដែលប្រព្រឹត្តទៅមិនទៀងដោយញាតិញោមថ្ងៃនេះអញ្ចឹងត្រូវបានបាត់បង់លោកឪពុកជាទីស្រឡាញ់ដែលជាម្លប់ដ៏ត្រជាក់
របស់កូនចៅប្រុសស្រីទាំងអស់រួចបានព្រះអង្គសម្ដែងទុកខាងកាលណាដែលញាតិញោមបានបាត់បង់អញ្ចឹងទៅរបស់ហ្នឹងជាទុកហើយណាព្រះអង្គសម្ដែងថាជាទុកណាតែបាត់បង់គឺទុកហើយទុកខាងគឺសេចក្តីទុកអនត្តាមិនមែនជារបស់ខ្លួនមិនមែនជារបស់ខ្លួនត្រង់នេះបានសេចក្តីថាយើងមិនអាចបង្កប់បញ្ជាបានញាតិញោមយើងមិនអាចបង្កប់បញ្ជាបានទេកាលណាដែលយើងមិនអាចបង្កប់បញ្ជាបានសភាវៈនោះជាទុកព្រះអង្គសម្ដែងអញ្ចឹងដូចសំបីតាលោកឪពុកជាទីស្រឡាញ់ហ្នឹងដែលលោកបានចែកឋានទៅកាន់បរលោកមែនលោកខាងមុខហើយហ្នឹងកូនចៅប្រុសស្រីខំដាក់សេរហូមខំហៅពេទ្យមកដល់ផ្ទះមើលថែគក់ស្រវាច់ដាក់ទឹកជូតស្អំថ្នាំសង្កូវគ្រប់ប្រភេទគ្រប់យ៉ាងតែទោះជាយ៉ាងណាក៏ដោយក៏មិនអាចខាត់ដំណើររបស់លោកឪពុកបានលោកក៏វិវត្តទៅតាមអនត្តាធម៌ពលគឺសេចក្តីស្លាប់សំបីតែសុខភាពញាតិញោមសំបីតែរូបរាងកាយញាតិញោមប្រុសស្រីទាំងអស់ក៏ដូច្នោះដែរញាតិញោមកំពុងតែអង្គុយស្ដាប់ធម៌នេះញាតិញោមមានវ័យប្រហាក់ប្រហែលនឹង40 50នឹងប៉ុន្តែវ័យទាំងអស់នឹងញាតិញោមមិនអាចខាត់បានទេស្បែកកុំជ្រួញណាសាច់កុំយាធ្មេញកុំបាក់ភ្នែកកុំខូចមិនអាចបានទេគឺអ្វីគ្រប់យ៉ាងគឺជាអនត្តាធម៌ទាំងឡាយមិនមែនជារបស់ខ្លួនយើងមិនអាចខាត់បានទេអញ្ចឹងបានព្រះអង្គសម្ដែងអំពីត្រៃលក្ខធម៌នឹងឲ្យពុទ្ធបរិស័ទបានយល់ហើយយកមកពិចារណានៅក្នុងជីវិតឲ្យកើតទៅជាសង្វេគហើយតក់ស្លុតហើយកើតទៅជាកុសលណាមនុស្សយើងកាលណាដែលយើងយកមកពិចារណាឃើញនៅសេចក្តីស្លាប់ជារឿយហើយរមែងមិនតក់ស្លុតមែនអត់ញាតិញោមមិនតក់ស្លុតជាមួយនឹងសេចក្តីស្លាប់តែផ្ទុយទៅវិញរមែងញ៉ាំងនៅបុណ្យអកុសលឲ្យពេញព្រៀបដូចជាទឹកដែលតក់រមែងពេញបំពង់កច្ចរាឋានណាំងវណ្ណបណាំងញាតិញោមរមែងធ្វើនៅបុណ្យជារឿយសន្សំក្រននឹងបានជាទីពឹងរបស់ខ្លួនទៅក្នុងភពខាងនាយព្រោះថាបុណ្យទាំងឡាយជាទីពឹងរបស់សត្វលោកទាំងអស់នៅក្នុងបរិលោកនឹងឯងបើនិយាយអំពីរឿងដែលប្រត់ប្រាស់នៃរាសនេះមនុស្សយើងម្នាក់សុទ្ធសឹងតែមានការប្រត់ប្រាស់នៃរាសមិនថាញាតិញោមមិនថាអាត្មាមិនថាញោមចាមិនថាញោមខាងនេះខាងនោះគឺសុទ្ធសឹងតែមានទាំងអស់ហើយញាតិញោមជាពុទ្ធបរិស័ទទាំងឡាយញាតិញោមធ្លាប់ស្ដាប់រឿងនាងបដាចាទេញាតិញោមនាងបដាចាហ្នឹងកំសត់ហើយញាតិញោមអើយកំសត់នាងត្រូវបានណាកូននៅលងទឹកណាប្តីនឹងពោះខំពោះចឹកហើយដើរមកតាមផ្លូវមកក៏មានគេប្រាប់នាងថាម្ដាយនិងឪពុករបស់នាងព្រមទាំងបងប្អូនជាក្រុមគ្រួសារទាំងអស់ត្រូវស្លាប់ដោយសារខ្យល់កន្ត្រាក់នាងពេលហ្នឹងមិនដឹងទៅណាញាតិញោមពេលហ្នឹងក៏ឈួតតែម្ដង3កូននឹងដើររោពេទ្យមែនតើកូននឹងស្លាប់ហើយមកតាមផ្លូវហ្នឹងប៉ុន្តែដោយអំណាចនៃការនាងវល់វក់ខ្លាំងពេកទៅនាងគិតថាកូននឹងមិនស្លាប់ទេនាងក៏3កូននឹងដើររោពេទ្យតែស្លាប់ហើយថាខ្ញុំមិនជឿទេដល់អញ្ចឹងទៅក៏បានទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌ហើយឲ្យនាងទៅរកក្របសណ្ដែកដែលផ្ទះណាដែលមិនមានអ្នកស្លាប់ប៉ុន្តែនាងដល់ពេលទៅដល់ញាតិញោមផ្ទះណាក៏ស្លាប់បងអើយនាងអើយផ្ទះខ្ញុំទៅតែលោកយាយលោកតារបស់ខ្ញុំលាចាកលោកទៅកាលពី6ខែកាលពី2សប្តាហ៍មុនអញ្ចឹងទៅគ្រប់ផ្ទះញាតិញោមអញ្ចឹងទៅនាងក៏យល់បោះកូននឹងចោលទៅ
ជួទឹកភ្នែកស្អាតចេះមកជួពពុតម្ដងទៀតព្រះអង្គសម្ដែងធម៌ទៅយល់ធម៌សម្រេចពេលនឹងតែម្ដងចឹងបាននៅពេលដែលយើងបាត់បង់អ្វីក៏ដោយញាតិញោមបាត់បង់មនុស្សជាទីស្រឡាញ់បាត់បង់ទ្រព្យជាទីស្រឡាញ់បាត់បង់កូនបាត់បង់លោកឪពុកនេះណាបាត់បង់អ្នកម្ដាយបាត់បង់អ្វីៗគ្រប់យ៉ាងក៏ដោយព្រះអង្គសម្ដែងថាចិត្តតាំងគុតតាំងសខាវហੰចូលទូមានចិត្តហ្នឹងឲ្យបានល្អសិនទៅរឿងអ្វីមិនច្របូកច្របល់ខ្លាំងញាតិញោមធម្មតាបឋិជនកាលណាដែលមានរឿងនឹងកើតឡើងទោះបីចេះដឹងយល់យ៉ាងណាក៏ដោយក៏ច្បូកច្បល់ដែរណាធ្លាប់តែជាអ្នកដែល counseling អ្នកប្រឹក្សាយោបល់ឲ្យគេរាប់តែជាមនុស្សដែលរឹងមាំម្នាក់ប៉ុន្តែដល់ពេលមានរឿងនឹងកើតឡើងប្រកាសជាច្បូកច្បល់ហើយប្រកាសជានឹកអីមិនឃើញហើយបងច្បាស់ណាស់ញាតិញោមច្បាស់ណាស់បងចិត្តតាំងគុតតាំងសខាវហੰពេលនឹងព្យាយាមគ្រប់គ្រងចិត្តឲ្យបានសូមអនុមោទនាត្រៃលក្ខធម៌ទាំងឡាយ3គឺទុក្ខំអនិច្ចំអនត្តាណានេះគឺជាធម៌ដែលញាតិញោមក៏បីពិចារណាឲ្យជាប់ខ្លួនសូម